កុំចំណាយពេលជាមួយមនុស្សទាំង10ប្រភេទនេះពេលវេលាគឺជាទ្រព្យសម្បត្តិដែលមិនអាចទិញត្រឡប់មកវិញបានមនុស្សគ្រប់រូបមានពេលវេលា24ម៉ោងដូចគ្នាអ្នកមានអ្នកក្រអ្នកជោគជ័យឬអ្នកបរាជ័យសុទ្ធតែរស់នៅក្រោមពេលវេលាដូចគ្នាភាពខុសគ្នានោះគឺមនុស្សខ្លះជ្រើសរើសចំណាយពេលជាមួយមនុស្សដែលជួយឲ្យជីវិតរីកចម្រើនខណៈមនុស្សខ្លះទៀតបណ្ដោយឲ្យពេលវេលារបស់ខ្លួនបាត់បង់ទៅជាមួយមនុស្សដែលនាំតែបញ្ហាអារម្មណ៍អវិជ្ជមាននិងការខាតបង់ការជ្រើសរើសមនុស្សដែលយើងសេពគប់មិនមែនជារឿងអាត្មានិយមទេប៉ុន្តែជាការការពារអនាគតរបស់ខ្លួនមានសុភាសិតមួយនិយាយថាបង្ហាញមិត្តភក្តិរបស់អ្នកខ្ញុំនឹងប្រាប់ថាអ្នកជាមនុស្សបែបណាខាងក្រោមនេះគឺជាមនុស្ស10ប្រភេទដែលអ្នកគួរប្រុងប្រយ័ត្ននិងកុំចំណាយពេលច្រើនជាមួយពួកគេប្រសិនបើអ្នកចង់ឲ្យជីវិតរីកចម្រើន1មនុស្សដែលតែងតែអវិជ្ជមានមនុស្សប្រភេទនេះមើលឃើញបញ្ហាគ្រប់ទីកន្លែងទោះមានឱកាសល្អប៉ុណ្ណាក៏ដោយពួកគេនឹងរកមូលហេតុថាមិនអាចទៅរួចពួកគេចូលចិត្តនិយាយថាវាពិបាកណាស់ធ្វើទៅក៏មិនជោគជ័យដែរអ្នកផ្សេងបានតែយើងមិនបានទេឧទាហរណ៍តារាមានគម្រោងបើកហាងអនឡាញគាត់បានប្រាប់មិត្តម្នាក់មិត្តនោះនិយាយថាឈប់គិតទៅអ្នកជាច្រើនបរាជ័យហើយប៉ុន្តែតារាមិនស្ដាប់ទេមួយឆ្នាំក្រោយគាត់រកចំណូលបានច្រើនជាងប្រាក់ខែការងារធម្មតាមេរៀនមនុស្សអវិជ្ជមានអាចសម្លាប់ក្តីស្រមៃរបស់អ្នកមុនពេលអ្នកចាប់ផ្ដើមផងពីមនុស្សដែលតែងតែត្អូញត្អែមនុស្សប្រភេទនេះមិនដែលពេញចិត្តអ្វីសោះបើភ្លៀងក៏រអ៊ូបើថ្ងៃក្តៅក៏រអ៊ូបើមានការងារក៏រអ៊ូបើគ្មានការងារក៏រអ៊ូពួកគេចំណាយពេលច្រើនក្នុងការត្អូញត្អែជាងរកដំណោះស្រាយឧទាហរណ៍សុភ័ក្រតែងតែបន្ទោសក្រុមហ៊ុនថាប្រាក់ខែតិចប៉ុន្តែរយៈពេល5ឆ្នាំគាត់មិនដែលរៀនជំនាញថ្មីឬស្វែងរកឱកាសថ្មីឡើយមិត្តរបស់គាត់ម្នាក់ទៀតប្រើពេលល្ងាចរៀនភាសាអង់គ្លេសនិងជំនាញកុំព្យូទ័រ2ឆ្នាំក្រោយគាត់បានការងារដែលមានប្រាក់ខែខ្ពស់ជាងមុនមេរៀនការត្អូញត្អែមិនផ្លាស់ប្ដូរជីវិតទេសកម្មភាពទើបផ្លាស់ប្ដូរបាន3មនុស្សដែលច្រណែននឹងភាពជោគជ័យរបស់អ្នកមនុស្សប្រភេទនេះមិនសប្បាយចិត្តនៅពេលអ្នករីកចម្រើននៅចំពោះមុខគេសរសើរនៅពីក្រោយគេនិយាយបង្អាប់ឧទាហរណ៍នៅពេលលីណាទិញឡានថ្មីមិត្តម្នាក់និយាយថាប្រហែលលុយឪពុកម្ដាយជួយទេដឹងគេមិនបានឃើញការខិតខំរបស់លីណាអស់ជាច្រើនឆ្នាំឡើយមេរៀនមិត្តពិតនិងអបអរសាទរភាពជោគជ័យរបស់អ្នកមិនមែនច្រណែននោះទេ4មនុស្សដែលមិនស្មោះត្រង់ការនិយាយកុហកម្ដងអាចបំផ្លាញទំនុកចិត្តជាច្រើនឆ្នាំមនុស្សដែលមិនស្មោះត្រង់អាចកុហករឿងតូចថ្ងៃនេះហើយកុហករឿងធំនៅថ្ងៃស្អែកឧទាហរណ៍មិត្តម្នាក់ខ្ចីប្រាក់ហើយសន្យាសងក្នុងមួយសប្តាហ៍ប៉ុន្តែគេបន្តកុហករហូតដល់រាប់ខែមេរៀនទំនាក់ទំនងដែលគ្មានភាពស្មោះត្រង់មិនអាចរឹងមាំបានឡើយមនុស្សដែលប្រើប្រាស់អ្នកពួកគេតាក់ទងអ្នកនៅពេលត្រូវការជំនួយតែប៉ុណ្ណោះពេលអ្នកមានបញ្ហាពួកគេបាត់ខ្លួនឧទាហរណ៍វិសាលតែងជួយមិត្តគ្រប់ពេលប៉ុន្តែថ្ងៃមួយដែលគាត់ត្រូវការជំនួយគ្មាននរណាម្នាក់ឆ្លើយតបមេរៀនមិត្តភាពពិតគឺការជួយគ្នាទៅវិញទៅមកWinter មនុស្សដែលគ្មានគោលដៅក្នុងជីវិតពួកគេរស់នៅមួយថ្ងៃដោយគ្មានផែនការនិងមិនចង់អភិវឌ្ឍខ្លួនពេលនៅជាមួយពួកគេយូរអ្នកក៏អាចបាត់បង់ទិសដៅដែរឧទាហរណ៍មិត្ត2នាក់ចាប់ផ្ដើមការងារជាមួយគ្នាម្នាក់រៀនបន្ថែមជារៀងរាល់ថ្ងៃខណៈម្នាក់ទៀតចំណាយពេលលេងហ្គេមនិងដើរលេង5ឆ្នាំក្រោយជីវិតរបស់ពួកគេខុសគ្នាយ៉ាងខ្លាំង7មនុស្សដែលមិនគោរពពេលវេលារបស់អ្នកពួកគេតែងមកយឺតមិនគោរពការណាត់ជួបនិងធ្វើឲ្យអ្នករងចាំជានិច្ចការមិនគោរពពេលវេលាគឺជាការមិនគោរពម្ចាស់ពេលវេលាផងដែរឧទាហរណ៍អ្នកណាត់ជួបម៉ោង9ព្រឹកប៉ុន្តែមិត្តរបស់អ្នកមកម៉ោង10ដោយគ្មានការសុំទោសឬជូនដំណឹងជាមុនមេរៀនអ្នកដែលគោរពអ្នកនឹងគោរពពេលវេលារបស់អ្នកដែរ8មនុស្សដែលចូលចិត្តនិយាយដើមថ្ងៃនេះពួកគេនិយាយដើមអ្នកផ្សេងថ្ងៃស្អែកពួកគេអាចនិយាយដើមអ្នកឧទាហរណ៍នៅក្នុងការិយាល័យមានបុគ្គលម្នាក់តែងយករឿងឯកជនរបស់អ្នកដទៃមកពិភាក្សាក្រោយមកព័ត៌មានឯកជនរបស់ខ្លួនក៏ត្រូវអ្នកផ្សេងយកទៅនិយាយដូចគ្នាមេរៀន
ការនិយាយដើមបំផ្លាញទាំងអ្នកនិយាយនិងអ្នកស្ដាប់ 9 មនុស្សដែលមិនទទួលខុសត្រូវពួកគេចូលចិត្តបន្ទោសអ្នកដទៃជានិច្ចបរាជ័យគឺមកពីអ្នកដទៃជោគជ័យគឺមកពីខ្លួនឯងឧទាហរណ៍ក្រុមការងារមួយបរាជ័យក្នុងគម្រោងសមាជិកម្នាក់មិនទទួលស្គាល់កំហុសខ្លួនឡើយហើយបន្ទោសមិត្តរួមការងារទាំងអស់មេរៀនមនុស្សដែលមិនទទួលខុសត្រូវពិបាករីកចម្រើនក្នុងជីវិត 10 មនុស្សដែលទាញអ្នកឲ្យឆ្ងាយពីក្តីស្រមៃនេះជាប្រភេទដែលគួរប្រុងប្រយ័ត្នបំផុតពួកគេមិនលើកទឹកចិត្តអ្នកទេប៉ុន្តែទាញអ្នកឲ្យបោះបង់ក្តីស្រមៃពួកគេនិយាយថាកុំសាក់លបងអីគ្មានអ្នកណាធ្វើបានទេរស់ធម្មតាក៏បានហើយឧទាហរណ៍ស្រីពេជ្រចង់សរសេរសៀវភៅមនុស្សជាច្រើនសើចចំអកថាគ្មានអ្នកណាអានទេទោះជាយ៉ាងណានាងនៅតែបន្តសរសេរ2 ឆ្នាំក្រោយសៀវភៅរបស់នាងត្រូវបានអ្នកអានជាច្រើនគាំទ្រមេរៀនកុំឲ្យសម្លេងអ្នកដទៃលុបបំបាត់សម្លេងក្នុងបេះដូងរបស់អ្នកជីវិតរបស់មនុស្សម្នាក់ត្រូវបានប៉ះពាល់យ៉ាងខ្លាំងដោយមនុស្សដែលខ្លួនចំណាយពេលជាមួយការជៀសវាងមនុស្សអវិជ្ជមានមិនមែនមានន័យថាស្អប់ពួកគេទេប៉ុន្តែជាការកំណត់ព្រំដែនដើម្បីការពារពេលវេលាថាមពលនិងគោលដៅរបស់ខ្លួនផ្ទុយទៅវិញចូលស្វែងរកមនុស្សដែលលើកទឹកចិត្តអ្នកបង្ហាញគំនិតថ្មីមានភាពស្មោះត្រង់ចេះទទួលខុសត្រូវនិងរីករាយចំពោះភាពជោគជ័យរបស់អ្នកពេលអ្នកនៅជាមួយមនុស្សល្អអ្នកនឹងក្លាយជាមនុស្សល្អជាងមុនពេលអ្នកនៅជាមួយមនុស្សដែលមានក្តីស្រមៃអ្នកនឹងមានកម្លាំងដើរទៅរកក្តីស្រមៃរបស់ខ្លួនដែរចងចាំថាពេលវេលាគឺជាទ្រព្យសម្បត្តិដែលមិនអាចទិញត្រឡប់មកវិញបានដូច្នេះចូលចំណាយវាជាមួយមនុស្សដែលធ្វើឲ្យជីវិតអ្នករីកចម្រើនមិនមែនជាមួយមនុស្សដែលទាញអ្នកឲ្យថយក្រោយនោះទេ